ពេលវេលាមិនដែលរង់ចាំនរណាម្នាក់ទេសូមកុំទាន់ជឿនៅអ្វីដែលខ្ញុំនឹងនិយាយខ្ញុំគ្រាន់តែចង់ឲ្យអ្នកទាំងអស់គ្នាធ្វើដំណើរជាមួយខ្ញុំហើយដំណើរនោះមិនមែនទៅកន្លែងណាឆ្ងាយទេប៉ុន្តែទៅកាន់ថ្ងៃមួយដែលមនុស្សគ្រប់គ្នាមិនអាចគេចផុតបានសូមសម័យថាអ្នកមានអាយុ70ឆ្នាំហើយថ្ងៃនោះអ្នកអង្គុយម្នាក់ឯងនៅមុខផ្ទះពលឺព្រះអាទិត្យកំពុងតែលិចបន្តិចម្ដងខ្យល់បក់តិចហើយជីវិតទាំងមូលរបស់អ្នកទាំងអស់គ្នាកំពុងតែរត់ត្រឡប់មកវិញជាមួយខ្សែភាពយន្តមួយដែលអ្នកនឹកឃើញថ្ងៃដែលអ្នកចង់ចាប់ផ្ដើមអាជីវកម្មថ្ងៃដែលអ្នកចង់បង្កើត YouTube Channel ថ្ងៃដែលអ្នកចង់សរសេរសៀវភៅថ្ងៃដែលអ្នកចង់ផ្លាស់ប្ដូរជីវិតខ្លួនឯងប៉ុន្តែរាល់ពេលដែលអ្នកចង់ចាប់ផ្ដើមនៅរឿងទាំងនោះអ្នកតែងតែនិយាយទៅលើពាក្យដដែលមួយថាខ្ញុំចាំសិនខ្ញុំចាំខ្ញុំមានលុយច្រើនជាងនេះខ្ញុំចាំខ្ញុំមានទំនុកចិត្តជាងនេះខ្ញុំចាំខ្ញុំមានបទពិសោធន៍ជាងនេះខ្ញុំចាំខ្ញុំប្រកាសថាវាគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវហើយអ្នកបានរងចាំខែ1ឆ្នាំ10ឆ្នាំរហូតមកដល់ថ្ងៃមួយអ្នកមិនបានបាត់បង់ក្តីសម័យរបស់អ្នកទាំងអស់គ្នាទេអ្នកទាំងអស់គ្នាគ្រាន់តែបាត់បង់ឱកាសដើម្បីរស់នៅជាមួយវាតើអ្នកទាំងអស់គ្នាធ្លាប់កត់សម្គាល់ទេថាពេលវេលាមិនដែលសុំការអនុញ្ញាតពីយើងទេវាមិនដែលនិយាយថាបើអ្នកមិនទាន់ត្រៀមខ្លួនរួចទេខ្ញុំនឹងរងចាំអ្នកអត់ទេត្រូវអត់វាបន្តដើរទៅមុខជានិច្ចហើយរាល់វិនាទីដែលអ្នកកំពុងតែរងចាំជីវិតក៏កំពុងតែសរសេរពីអនាគតរបស់អ្នកដែរដោយគ្មានសម័យខ្លួនអ្នកផ្ទាល់ចូលរួមសរសេរជាមួយវាទេប្រយោគមួយដែលមនុស្សជាច្រើនតែងតែនិយាយខ្ញុំមិនទាន់រួចរាល់ទេប៉ុន្តែតើអ្នកធ្លាប់សួរខ្លួនឯងអត់ថាតើនៅពេលណាដែលយើងនិយាយថាឥឡូវនេះខ្ញុំរួចរាល់ហើយតើថ្ងៃហ្នឹងមានពិតមែនអត់ឬក៏យើងគ្រាន់តែប្រើពាក្យថាខ្ញុំមិនទាន់រួចរាល់ទេដើម្បីលាក់បាំងភាពភ័យខ្លាចដែលយើងមិនហ៊ានទទួលស្គាល់ប្រហែលជាសត្រូវដ៏គ្រោះថ្នាក់បំផុតវាមិនមែនជាការបរាជ័យទេវាមិនមែនជាការរិះគន់ទេហើយក៏វាមិនមែនជាការខ្វះខាតលុយដែរប៉ុន្តែសត្រូវនោះគឺជាសម្លេងតូចមួយដែលខ្សឹបនៅក្នុងចិត្តអ្នករាល់ថ្ងៃថារងចាំបន្តិចទៀតអ្នកដឹងទេថាសម្លេងនោះមិនដែលស្រែកខ្លាំងទេវាគ្រាន់តែខ្សឹបតិចរហូតអ្នកមិនដឹងខ្លួនថាអ្នកបានចំណាយពេលពេញមួយជីវិតរងចាំថ្ងៃមួយដែលមិនដែលមកដល់ដូច្នេះនៅក្នុងវីដេអូនេះយើងនឹងមិននិយាយអំពីរបៀបដែលខ្លាយទៅជាមនុស្សជោគជ័យទេយើងនឹងនិយាយអំពីមូលហេតុដែលមនុស្សមានសមត្ថភាពជាច្រើននៅតែរស់នៅក្រោមសក្តានុពលរបស់ខ្លួនឯងហើយប្រហែលជានៅចុងបញ្ចប់នៃវីដេអូនេះអ្នកនឹងដឹងថាអ្វីដែលអ្នកត្រូវការបំផុតមិនមែនជាភាពច្បាស់លាស់ទេប៉ុន្តែគឺជាភាពក្លាហានដើម្បីចាប់ផ្ដើមបើទោះបីជាអ្នកមិនទាន់ដឹងគ្រប់យ៉ាងក៏ដោយមុននឹងបន្តខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសួរខ្លួនឯងមួយសំណួរថាតើអ្នកទាំងអស់គ្នាពិតជាកំពុងរងចាំពេលវេលាដ៏ត្រឹមត្រូវឬក៏អ្នកទាំងអស់គ្នាកំពុងតែរងចាំឲ្យការភ័យខ្លាចរបស់អ្នកទាំងអស់គ្នាបាត់បង់ទៅវិញការពិតមួយដែលមនុស្សភាគច្រើនមិនចង់ទទួលស្គាល់នោះគឺយើងមិនសូវរងចាំឱកាសទេគឺយើងរងចាំអារម្មណ៍របស់យើងដែលបញ្ជាក់ថាខ្ញុំបានត្រៀមខ្លួនរួចហើយប៉ុន្តែអ្នកទាំងអស់គ្នាដឹងអត់ថាអារម្មណ៍ហ្នឹងវាកម្រកើតឡើងមុនពេលដែលយើងធ្វើសកម្មភាពណាជាញឹកញាប់អារម្មណ៍ដែលថាយើងត្រៀមខ្លួនរួចហ្នឹងគឺវាកើតឡើងបន្ទាប់ពីយើងចាប់ផ្ដើមធ្វើអ្វីមួយការភ័យខ្លាចតែងតែរំលឹកយើងទៅដល់ភាសាដ៏សមហេតុផលការភ័យខ្លាចមិនដែលមករកយើងដោយនិយាយថាកុំធ្វើទេវាឆ្លាតជាងហ្នឹងវាតែងតែនិយាយថាយើងធ្វើបានតែចាំបន្តិចទៀតរៀនបន្ថែមបន្តិចទៀតស្រាវជ្រាវឲ្យបានច្រើនជាងនេះរងចាំឲ្យមានពេលទនេស្ដាប់ទៅវាដូចជាសមហេតុផលល្អណាស់ប៉ុន្តែបើសិនជាយើងស្ដាប់វាម្ដងហើយម្ដងទៀតនោះយើងនឹងរកឃើញថាវាមិនដែលមានថ្ងៃបញ្ចប់ទេមានមនុស្សពីរនាក់ដែលមានក្តីសុបិនដូចគ្នាពួកគេទាំងពីរចង់បង្កើតអាជីវកម្មអ្នកទី1តែងតែនិយាយថាខ្ញុំចាំឲ្យផែនការរបស់ខ្ញុំល្អឥតខ្ចោះសិនហើយគាត់បានទៅអានសៀវភៅមើលវីដេអូចូលរៀនវគ្គបណ្ដុះបណ្ដាលហើយបន្តរៀបចំចំណែកអ្នកទី2គាត់ក៏បានរៀនដែរក៏ប៉ុន្តែបន្ទាប់ពីរៀនបានតិចមកគាត់ក៏ចាប់ផ្ដើមបើកអាជីវកម្មថ្ងៃដំបូងគាត់ធ្វើខុសសប្ដាហ៍ដំបូងគាត់ខាតបង់ខែដំបូងគាត់ស្ទើរតែបោះបង់ចោលប៉ុន្តែគាត់បានរៀនពីកំហុសនីមួយពីមួយឆ្នាំទៅមួយឆ្នាំមនុស្សទី1នៅតែកំពុងតែរៀបចំរីឯមនុស្សទី2មានបទពិសោធន៍ដែលមិនអាចរៀនបានពីសៀវភៅជីវិតមិនប្រឡងមុនបង្រៀនទេនៅសាលារៀនយើងតែងតែរៀនមុនហើយទើបប្រឡងតាមក្រោយប៉ុន្តែជីវិតធ្វើផ្ទុយពីសាលារៀនទាំងស្រុងជីវិតឲ្យយើងជួបបញ្ហាមុនហើយទើបយើងទទួលបានមេរៀនតាមក្រោយនោះហើយជាមូលហេតុដែលមនុស្សជាច្រើនមានអារម្មណ៍ថាពួកគេមិនទាន់រួចរាល់ព្រោះគ្មាននរណាម្នាក់អាចរួចរាល់សម្រាប់អ្វីដែលមិនធ្លាប់ជួបទេខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសាកគិតបន្តិចថាតើរឿងមួយណាដែលអ្នកធ្លាប់បាននិយាយថាខ្ញុំនឹងធ្វើ
តែចាំសិនតើវាជាការចាប់ផ្ដើមអាជីវកម្មការរៀនភាសាថ្មីការបង្កើត YouTube Channel ការសុំការងារថ្មីឬក៏ការផ្លាស់ប្ដូរជីវិតខ្លួនឯងឥឡូវនេះសួរខ្លួនឯងម្ដងទៀតថាតើអ្វីដែលអ្នកកំពុងតែរង់ចាំជាពេលវេលាឬក៏ជាការអនុញ្ញាតពីការភ័យខ្លាចប្រហែលជាបញ្ហាមិនមែនថាអ្នកមិនទាន់ត្រៀមខ្លួនទេប្រហែលជាអ្នកគ្រាន់តែកំពុងសុំមកជីវិតផ្ដល់ការធានាដែលជីវិតមិនដែលផ្ដល់ឲ្យនរណាម្នាក់ប៉ុន្តែបើជីវិតមិនដែលផ្ដល់ការធានាហេតុអ្វីបានជាមនុស្សខ្លះនៅតែអាចដើរទៅមុខទោះបីជាពួកគេក៏មានការភ័យខ្លាចដូចអ្នកទាំងអស់គ្នាដែរតើពួកគេដឹងអ្វីដែលមនុស្សភាគច្រើនមិនដឹងឬមានរឿងមួយដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាចងចាំថាមនុស្សដែលអ្នកគិតថាក្លាហានមិនមែនជាមនុស្សដែលមិនចេះភ័យខ្លាចទេពួកគេគ្រាន់តែមិនអនុញ្ញាតឲ្យការភ័យខ្លាចមកធ្វើការសម្រេចចិត្តជំនួសពួកគេអ្នកទាំងអស់គ្នាសាកសម័យមើលថាបើថ្ងៃនេះអ្នកទាំងអស់គ្នាត្រូវឈរនិយាយនៅមុខមនុស្សរាប់ពាន់នាក់តើអ្នកទាំងអស់គ្នាភ័យខ្លាចអត់ចម្លើយគឺប្រកាសជាភ័យខ្លាចហើយខ្ញុំក៏ភ័យខ្លាចដែរហើយរឿងហ្នឹងគឺជារឿងធម្មតាទេព្រោះការភ័យខ្លាចវាមិនមែនជាសញ្ញាបញ្ជាក់ថាយើងមិនសមនឹងធ្វើរឿងហ្នឹងទេវាគ្រាន់តែជាសញ្ញាដែលថារឿងហ្នឹងគឺមានន័យសម្រាប់យើងខ្ញុំសូមលើករឿងអ្នកឡើងភ្នំមួយមកនិយាយសាកសម័យមើលថាមានអ្នកឡើងភ្នំ2នាក់ម្នាក់ឈរមើលកំពូលភ្នំហើយនិយាយថាខ្ញុំនឹងឡើងទៅលើកំពូលភ្នំហ្នឹងនៅពេលដែលខ្ញុំប្រកាសខ្លួនឯងថាខ្ញុំនឹងមិននឿយហត់ហើយម្នាក់ទៀតក៏មើលទៅកំពូលភ្នំដូចគ្នាហើយគាត់ក៏ភ័យដែរគាត់ក៏មិនដឹងថាផ្លូវខាងមុខមានរឿងអ្វីដែរប៉ុន្តែគាត់ដើរមួយជំហានបន្ទាប់មកគាត់បោះមួយជំហានទៀតហើយក៏មួយជំហានទៀតចុងក្រោយមិនមែនព្រោះតែគាត់ខ្លាំងទេប៉ុន្តែព្រោះតែគាត់មិនចង់ឲ្យការភ័យខ្លាចបាត់ទៅមុនទេគាត់រៀនដើរជាមួយនឹងការភ័យខ្លាចហ្នឹងអ្វីដែលប្រវត្តិសាស្ត្របង្រៀនយើងសូមមើលមនុស្សដែលបង្កើតអ្វីថ្មីក្នុងពិភពលោកអ្នកវិទ្យាសាស្ត្រអ្នកសិល្បៈអ្នកជំនួញអ្នកនិពន្ធពួកគេមិនបានចាប់ផ្ដើមដោយការធានាថានឹងជោគជ័យឡើយពួកគេចាប់ផ្ដើមដោយការសាកល្បងហើយនៅពេលដែលពួកគេធ្វើខុសពួកគេមិនបានសួរថាហេតុអ្វីខ្ញុំបរាជ័យទេពួកគេសួរថាតើខ្ញុំអាចរៀនអ្វីពីរឿងនេះនោះហើយគឺជាភាពខុសគ្នារវាងអ្នកដែលរីកចម្រើននិងអ្នកដែលនៅកន្លែងដដែលមេរៀនពីទារកមានគ្រូម្នាក់ដែលយើងគ្រប់គ្នាធ្លាប់ឃើញប៉ុន្តែយើងមិនដែលចាប់អារម្មណ៍គ្រូនោះគឺជាទារកតើអ្នកធ្លាប់ឃើញទារករៀនដើរអត់គេដួលហើយងើបឡើងវិញហើយដួលទៀតហើយងើបឡើងវិញទៀតគ្មានទារកណាម្នាក់ដែលអង្គុយលើដីហើយនិយាយថាប្រហែលជាការដើរមិនស័ក្តិសមសម្រាប់ខ្ញុំទេគេបន្តសាកល្បងរហូតដល់អាចដើរបានតែហេតុអ្វីពេលយើងធំឡើងយើងបែរជាគិតថាការធ្វើខុសម្ដងគឺជាផុសតាំងថាយើងមិនគួរបន្តប្រហែលជាយើងមិនបានបាត់បង់សមត្ថភាពទេយើងគ្រាន់តែបាត់បង់ភាពក្លាហានដែលយើងធ្លាប់មានសូមសួរខ្លួនឯងម្ដងទៀតបើអ្នកដួលម្ដងតើវាពិតជាមានន័យថាអ្នកមិនអាចដើរបានអត់ឬក៏វាគ្រាន់តែមានន័យថាអ្នកកំពុងរៀនជីវិតប្រហែលជាមិនខុសពីការរៀនដើរទេអ្នកនឹងដួលអ្នកនឹងខុសអ្នកនឹងសង្ស័យខ្លួនឯងប៉ុន្តែរាល់ជំហាននឹងបង្រៀនអ្នកនៅអ្វីដែលការរងចាំមិនអាចបង្រៀនបានដូច្នេះបើថ្ងៃនេះអ្នកនៅតែរងចាំឲ្យខ្លួនឯងល្អគ្រប់គ្រាន់ឆ្លាតគ្រប់គ្រាន់ឬមានទំនុកចិត្តគ្រប់គ្រាន់ប្រហែលជាអ្នកកំពុងតែរងចាំអ្វីដែលនឹងកើតឡើងលុះត្រាតែអ្នកចាប់ផ្ដើមសិនប៉ុន្តែនៅមានសំណួរមួយទៀតបើការចាប់ផ្ដើមសំខាន់យ៉ាងនេះហេតុអ្វីបានជាមនុស្សជាច្រើនជ្រើសរើសភាពសុខស្រួលជំនួសឲ្យការរីកចម្រើនតើមានអ្វីនៅក្នុង comfort zone ដែលទាក់ទាញយើងខ្លាំងបែបនេះអ្នកទាំងអស់គ្នាដែលធ្លាប់ឃើញបាសីដែលទ្វារទ្រុងបើកហើយប៉ុន្តែវានៅតែឈរនៅក្នុងទ្រុងនឹងអត់អ្នកបែរជាគិតថាវាមិនហើរចេញទេព្រោះតែវាត្រូវបានជាប់ឃុំប៉ុន្តែការពិតនៅអ្វីដែលឃុំវាមិនមែនជាដែកនៃទ្រុងនឹងទេនោះគឺការជឿថានៅខាងក្រៅគ្រោះថ្នាក់ជាងខាងក្នុងពេលខ្លះយើងក៏ដូចបាសីនឹងដែរមិនមែនគ្មានឱកាសទេមិនមែនគ្មានសមត្ថភាពទេប៉ុន្តែដោយសារតែយើងស៊ាំទៅនឹងកន្លែងដែលយើងធ្លាប់នៅបើទោះបីជាកន្លែងហ្នឹងមិនមែនជាកន្លែងដែលយើងចង់រស់នៅក៏ដោយតំបន់សុវត្ថិភាពមិនតែងតែមានសុវត្ថិភាពមានតែពាក្យមួយដែលមនុស្សជាច្រើនស្គាល់ comfort zone មនុស្សភាគច្រើនយល់ថាវាជាកន្លែងដែលធ្វើឲ្យយើងមានអារម្មណ៍សុខស្រួលប៉ុន្តែមានសំណួរមួយដែលយើងកម្រសួរខ្លួនឯងណាថាតើភាពសុខស្រួលនៅថ្ងៃនេះកំពុងតែបង្កើតការសោកស្ដាយនៅថ្ងៃស្អែកដែរឬទេសាកសម័យមើលថា
អ្នកធ្វើការនៅកន្លែងមួយដែលអ្នកមិនស្រឡាញ់រៀងរាល់ព្រឹកអ្នកភ្ញាក់ឡើងដោយមិនមានកម្លាំងចិត្តអ្នកដឹងថាអ្នកអាចធ្វើបានច្រើនជាងនេះប៉ុន្តែអ្នកនៅតែបន្តមួយខែមួយឆ្នាំ5ឆ្នាំមិនមែនព្រោះអ្នកសប្បាយចិត្តទេប៉ុន្តែព្រោះតែអ្នកស៊ាំហើយពេលខ្លះអ្វីដែលគ្រោះថ្នាក់បំផុតមិនមែនជាការឈឺចាប់ទេប៉ុន្តែគឺជាការស៊ាំនឹងការឈឺចាប់សូមកុំយល់ច្រឡំថាការដែលអ្នកមានអារម្មណ៍ភ័យនៅពេលដែលចង់ចាប់ផ្ដើមអ្វីថ្មីមិនមែនមានន័យថាអ្នកខ្សោយទេវាមានន័យថាខួរក្បាលរបស់អ្នកកំពុងតែព្យាយាមការពារអ្នកចំពោះខួរក្បាលអ្វីដែលធ្លាប់ស្គាល់គឺមានសុវត្ថិភាពអ្វីដែលមិនធ្លាប់ស្គាល់គឺអាចមានហានិភ័យប៉ុន្តែបញ្ហាគឺខួរក្បាលมันអាចបែងចែកបានជានិច្ចថារវាងអ្វីដែលថ្មីនិងអ្វីដែលគ្រោះថ្នាក់ហើយនោះជាមូលហេតុដែលពេលដែលអ្នកចង់ផ្លាស់ប្ដូរជីវិតអ្នកនឹងមានអារម្មណ៍មិនស្រួលមិនមែនព្រោះតែអ្នកដើរផ្លូវខុសទេប៉ុន្តែព្រោះតែអ្នកកំពុងតែដើរចេញពីអ្វីដែលធ្លាប់ស្គាល់សូមសួរខ្លួនឯងថាតើថ្ងៃនេះមានរឿងអ្វីមួយដែលអ្នកនៅតែធ្វើមិនមែនព្រោះតែអ្នកស្រឡាញ់វាទេប៉ុន្តែព្រោះតែអ្នកខ្លាចការផ្លាស់ប្ដូរប្រហែលជាការងារមួយទំនាក់ទំនងមួយឬក្តីស្រឡាញ់មួយដែលអ្នកបានដាក់វានៅក្រោមពាក្យថាចាំសិនជីវិតមានច្បាប់តែមួយដែលគ្មាននរណាអាចគេចផុតបើអ្នកមិនសម្រេចចិត្តអ្នកដទៃឬកលៈទេសៈនឹងសម្រេចចិត្តជំនួសអ្នកបើអ្នកមិនជ្រើសរើសជីវិតដែលអ្នកចង់រស់អ្នកប្រហែលជានឹងរស់នៅក្នុងជីវិតដែលអ្នកមិនធ្លាប់ជ្រើសរើសហើយនៅថ្ងៃណាមួយនឹងយល់ថាតម្លៃនៃការសម្រេចចិត្តជាញឹកញាប់ខ្ពស់ជាងតម្លៃនៃការធ្វើខុសទៅទៀតប្រហែលជាភាពក្លាហានមិនមែនជាការភ័យខ្លាចទេវាគឺជាការសម្រេចចិត្តថាក្តីសុបិនរបស់អ្នកសំខាន់ជាងការភ័យខ្លាចរបស់អ្នកប៉ុន្តែបើការភ័យខ្លាចមិនអាចបាត់ទៅទាំងស្រុងតែយើងត្រូវធ្វើដូចម្ដេចដើម្បីចាប់ផ្ដើមបើទោះបីជានៅតែមានភាពភ័យខ្លាចក៏ដោយសំណួរដែលគេតែងតែសួរមកកាន់ខ្ញុំនោះគឺថាតើយើងត្រូវធ្វើដូចម្ដេចបើសិនយើងនៅតែភ័យខ្លាចអញ្ចឹងខ្ញុំមិនដែលឆ្លើយថាយើងត្រូវរងចាំឲ្យការភ័យខ្លាចបាត់ទៅសិនទេព្រោះថាការភ័យខ្លាចវាមិនមែនជាទ្វារដែលយើងអាចបិទបានដោយងាយទេយើងត្រូវបង្វែរការភ័យខ្លាចនឹងឲ្យคล้ายទៅជាដៃគូដែលយើងត្រូវដើរជាមួយហើយមនុស្សដែលផ្លាស់ប្ដូរជីវិតបានមិនមែនជាមនុស្សដែលគ្មានការភ័យខ្លាចទេប៉ុន្តែពួកគេគឺជាមនុស្សដែលមិនអនុញ្ញាតឲ្យការភ័យខ្លាចមកបញ្ជាជីវិតរបស់ពួកគេបានជាហ៊ានទី1កុំសួរខ្លួនឯងថាតើខ្ញុំរួចរាល់ហើយឬនៅយើងត្រូវសួរខ្លួនឯងថាតើខ្ញុំអាចធ្វើជំហានតូចមួយបានឬអត់មនុស្សភាគច្រើនមើលឃើញកំពូលភ្នំហើយភ័យប៉ុន្តែគ្មានណាគេឡើងដល់កំពូលដោយគ្រាន់តែលោតតែមួយជំហានទេពួកគេដើរម្ដងមួយជំហានបន្ទាប់មកមួយជំហានទៀតជីវិតមិនសុំឲ្យយើងដោះស្រាយអ្វីទាំងអស់ក្នុងពេលតែមួយថ្ងៃទេវាគ្រាន់តែសុំឲ្យយើងដោះស្រាយវាម្ដងមួយជំហានម្ដងមួយជំហានជំហានទី2យើងគួរតែបដូរសំណួរពីចុះបើខ្ញុំបរាជ័យមិនវិញយើងត្រូវសួរខ្លួនឯងថាបើខ្ញុំមិនដែលសាកល្បងចុះបើខ្ញុំមិនដែលសាកល្បងវិញមនុស្សជាច្រើនរស់នៅជាមួយភាពភ័យខ្លាចនៃការបរាជ័យប៉ុន្តែនៅពេលដែលពួកគេចាស់ទៅអ្វីដែលធ្វើឲ្យពួកគេឈឺចាប់មិនមែនជាការបរាជ័យទេប៉ុន្តែគឺជារឿងដែលពួកគេមិនដែលហ៊ានធ្វើជំហានទី3អនុញ្ញាតឲ្យខ្លួនឯងធ្វើមិនល្អស្រាប់ឲ្យច្បាស់អ្នកមិនចាំបាច់ពូកែដើម្បីចាប់ផ្ដើមនេះប៉ុន្តែអ្នកត្រូវចាប់ផ្ដើមដើម្បីឲ្យពូកែគ្មានណាម្នាក់បង្កើតវីដេអូដំបូងឲ្យល្អឥតខ្ចោះទេហើយគ្មានអ្នកនិពន្ធណាសរសេរសៀវភៅនៅក្បាលដំបូងដោយគ្មានកំហុសភាពស្ទាត់ជំនាញមិនមែនជាចំណុចចាប់ផ្ដើមទេវាគឺជាលទ្ធផលនៃការអនុវត្តជំហានទី4បញ្ឈប់ការប្រៀបធៀបអ្នកកំពុងតែមើលជំពូកទី20របស់ជីវិតអ្នកដទៃហើយមកប្រៀបធៀបជាមួយនឹងជំពូកទី1របស់ខ្លួនឯងវាមិនមែនជាការប្រៀបធៀបដោយយុត្តិធម៌ទេបើយើងប្រៀបធៀបជាមួយមនុស្សដែលអ្នកធ្លាប់ជាកាលពីម្សិលបើថ្ងៃនេះអ្នកប្រសើរជាងម្សិលមិញបន្តិចក៏ដោយអ្នកកំពុងតែដើរទៅមុខហើយជំហានទី5ចាប់ផ្ដើមមុនពេលអ្នកមានទំនុកចិត្តនេះប្រហែលជាមេរៀនសំខាន់បំផុតមនុស្សភាគច្រើនគិតថាទំនុកចិត្តនាំទៅរកសកម្មភាពប៉ុន្តែជាញឹកញាប់សកម្មភាពទៅវិញទេទៅនាំយើងទៅរកទំនុកចិត្តរាល់ជំហានតូចៗដែលអ្នកធ្វើនឹងប្រាប់ខួរក្បាលរបស់អ្នកថាខ្ញុំអាចធ្វើបានហើយបន្តិចម្ដងអ្វីដែលធ្លាប់មើលទៅគួរឲ្យខ្លាចនឹងខ្លាចជារឿងធម្មតាខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាធ្វើរឿងមួយនៅពេលស្ដាប់វីដេអូនេះចប់កុំសន្យាថាអ្នកនឹងផ្លាស់ប្ដូរជីវិតទាំងមូលសូមសន្យាតែរឿងមួយបានហើយថានឹងធ្វើជំហានដ៏តូចមួយដែលអ្នកបានព្យាយាមអស់រយៈពេលជាយូរមកហើយប្រហែលជាសរសេរ
សភៅនៅតំបន់ដំបូងការថតវីដេអូដំបូងការផ្ញើសារមួយការដាក់ពាក្យការងារមួយឬក៏ការចាប់ផ្ដើមដែលអ្នកតែងតែនិយាយថាចាំសិនអ្នកមិនត្រូវការឆ្នាំថ្មីខែថ្មីឬក៏ថ្ងៃច័ន្ទថ្មីទេពេលវេលាដ៏ល្អបំផុតមិនមែនជាថ្ងៃណាមួយនៅក្នុងពេលអនាគតទេពេលវេលាដ៏ល្អបំផុតគឺជាពេលដែលអ្នកជប់រងចាំហើយចាប់ផ្ដើមដើរប៉ុន្តែមុននឹងបញ្ចប់ខ្ញុំមានរឿងមួយដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នារឿងហ្នឹងគឺមិនមែនអំពីភាពជោគជ័យទេវាគឺជាអំពីការសោកស្ដាយហើយប្រហែលជាវានឹងធ្វើឲ្យអ្នកមិនចង់ពជាពេលបន្តទៀតទេមានរឿងមួយដែលពេលអ្នកនៅក្មេងអ្នកស្ទើរតែមិនដែលគិតទៅដល់ប៉ុន្តែដល់ពេលវេលាកន្លងហួសទៅវានឹងក្លាយទៅជាសំណួរដ៏ធំមួយនៅក្នុងជីវិតរបស់យើងនោះគឺថាចុះបើថ្ងៃនោះខ្ញុំបានចាប់ផ្ដើមសាកសម័យមើលបើសិនជាអ្នកកំពុងទៅដើរចូលទៅក្នុងបន្ទប់មួយហើយនៅក្នុងបន្ទប់ហ្នឹងអ្នកបានជួបមនុស្សម្នាក់ដែលមានមុខមាត់ដូចអ្នកអញ្ចឹងសលេងដូចគ្នាប៉ុន្តែជីវិតរបស់គាត់ខុសពីអ្នកទាំងស្រុងគាត់រស់នៅក្នុងជីវិតដែលអ្នកធ្លាប់សម័យគាត់បានសរសេរសភៅដែលអ្នកចង់សរសេរក៏បានបង្កើតអាជីវកម្មដែលអ្នកចង់បង្កើតគាត់បានធ្វើដំណើរទៅកន្លែងដែលអ្នកចង់ទៅគាត់បានរស់នៅជាមួយនឹងភាពក្លាហានដែលអ្នកធ្លាប់គ្រាន់តែសម័យហើយពេលអ្នកសួរគាត់ថាហេតុអ្វីជីវិតរបស់យើងខុសគ្នាអញ្ចឹងគាត់ញញឹមហើយឆ្លើយតែម្ដងទេព្រោះថ្ងៃដែលអ្នកសម្រេចចិត្តរងចាំខ្ញុំបានសម្រេចចិត្តចាប់ផ្ដើមការសោកស្ដាយមិនមកភ្លាមទេការសោកស្ដាយមិនមកនៅថ្ងៃដែលអ្នកនិយាយថាចាំសិនទេវាមកបន្តិចម្ដងនៅពេលដែលអ្នកឃើញអ្នកផ្សេងដែលគេធ្លាប់ចាប់ផ្ដើមជាមួយអ្នកពងតែដើរទៅមុខនៅពេលដែលអ្នកមើលទៅក្រោយហើយដឹងថាអ្នកមានពេលវេលាប៉ុន្តែមិនបានប្រើវាការសោកស្ដាយមិនស្រែកខ្លាំងទេវាគ្រាន់តែខ្សឹបថាបើថ្ងៃនោះហើយពាក្យ3ម៉ាត់នេះគឺអាចនឹងធ្ងន់ជាងការបរាជ័យទៅទៀតជីវិតមិនសួរថាអ្នកបានត្រៀមខ្លួនហើយឬនៅទេមានថ្ងៃមួយអ្នកនឹងយល់ថាជីវិតមិនដែលឈប់ដើម្បីរងចាំនរណាម្នាក់ទេឱកាសមានរដូវកាលរបស់វាទំនាក់ទំនងខ្លះមានពេលវេលារបស់វាសុខភាពក៏មានពេលវេលារបស់វាដែរហើយក្តីសុបិនខ្លះបើអ្នកមិនចាប់វានៅពេលដែលវាមកដល់វាប្រហែលជាមិនត្រឡប់មកវិញនៅក្នុងរូបភាពដដែលឡើយខ្ញុំមិនចង់ឲ្យអ្នកគិតអំពី10ឆ្នាំក្រោយទេខ្ញុំចង់ឲ្យអ្នកគិតអំពីយប់នេះនៅពេលដែលអ្នកដាក់ក្បាលលើខ្នើយតែអ្នកចង់គេងជាមួយអារម្មណ៍ថាខ្ញុំបានធ្វើជំហានមួយឬជាមួយនឹងពាក្យដដែលថាចាំស្អែកថ្ងៃស្អែកអាចជាឱកាសថ្មីប៉ុន្តែថ្ងៃស្អែកក៏អាចជាការបន្តនៃទម្លាប់ចាស់បើយើងមិនសម្រេចចិត្តនៅថ្ងៃនេះការពិតមួយប្រហែលជាអ្នកមិនត្រូវការកម្លាំងចិត្តថ្មីអ្នកមិនត្រូវការសភៅថ្មីអ្នកមិនត្រូវការការបណ្ដុះបណ្ដាលថ្មីអ្វីដែលអ្នកត្រូវការប្រហែលជាការសម្រេចចិត្តតែមួយការសម្រេចចិត្តថាខ្ញុំនឹងឈប់រងចាំហើយចាប់ផ្ដើមបើទោះបីជាជំហានដំបូងរបស់ខ្ញុំមិនល្អឥតខ្ចោះក៏ដោយចាំមើលមួយឆ្នាំក្រោយអ្នកនឹងមិនអរគុណខ្លួនឯងព្រោះថាអ្នកបានគិតច្រើនជាងមុនអ្នកនឹងអរគុណខ្លួនឯងព្រោះថាអ្នកបានចាប់ផ្ដើមហើយឥឡូវនេះមុននឹងបញ្ចប់វីដេអូនេះខ្ញុំចង់ឲ្យអ្នកនៅសំណួរចុងក្រោយមួយសំណួរនេះមិនចង់ឲ្យអ្នកឆ្លើយមកខ្ញុំទេខ្ញុំចង់ឲ្យអ្នកឆ្លើយទៅខ្លួនឯងដែលសំណួរនេះប្រហែលជាអ្នកនឹងមិនអាចបំភ្លេចបានបន្ទាប់ពីស្ដាប់វីដេអូនេះចប់សូមសម័យម្ដងទៀតថាថ្ងៃនេះអ្នកមានឱកាសជួបខ្លួនឯងនៅថ្ងៃអនាគតមិនមែនខ្លួនអ្នកកាលពីម្សិលមិញទេតែខ្លួនអ្នកនៅ10ឆ្នាំក្រោយតែអ្នកគិតថាគាត់នឹងនិយាយអ្វីទៅកាន់អ្នកប្រហែលជាគាត់នឹងមិនសួរអ្នកថាហេតុអ្វីបានជាអ្នកបរាជ័យទេគាត់ប្រហែលជានឹងសួរថាហេតុអ្វីបានជាអ្នកមិនដែលសាកល្បងការពិតដ៏សាមញ្ញបំផុតនៃជីវិតគឺមិនត្រូវការមនុស្សដែលល្អឥតខ្ចោះទេជីវិតគឺត្រូវការមនុស្សដែលហ៊ានចាប់ផ្ដើមអ្នកមិនចាំបាច់ដឹងគ្រប់ចម្លើយមុននឹងដើរទេអ្នកគ្រាន់តែត្រូវដឹងថាការឈរនៅកន្លែងដដែលនឹងមិននាំអ្នកទៅរកកន្លែងថ្មីឡើយពេលខ្លះជាហ៊ានតូចមួយអាចផ្លាស់ប្ដូរទិសដៅនៃជីវិតទាំងមូលមិនមែនព្រោះតែជំហានដ៏ធំនោះទេប៉ុន្តែព្រោះវាបានបំបែកទម្លាប់នៃការរងចាំសារចុងក្រោយបើថ្ងៃនេះអ្នកយកអ្វីមួយចេញពីវីដេអូនេះខ្ញុំសង្ឃឹមថាវានឹងមិនមែនជាការលើកទឹកចិត្តទេឬក៏អារម្មណ៍រំភើបទេខ្ញុំសង្ឃឹមថាវាជាការសម្រេចចិត្តមួយការសម្រេចចិត្តថាអ្នកនឹងឈប់រងចាំឲ្យជីវិតផ្លាស់ប្ដូរហើយចាប់ផ្ដើមផ្លាស់ប្ដូរជីវិតដោយខ្លួនឯងព្រោះថាគ្មាននរណាម្នាក់អាចរស់នៅជីវិតរបស់អ្នកចំនួនអ្នកបានទេបើគ្មានថ្ងៃណាមួយដែលល្អឥតខ្ចោះ
ជាងថ្ងៃដែលអ្នកសម្រេចចិត្តថាចាប់ផ្ដើមមុននឹងបញ្ចប់វីដេអូនេះសូមជូនពរអ្នកទាំងអស់គ្នាមានភាពក្លាហានចាប់ផ្ដើមធ្វើរឿងអ្វីដែលថ្មីនិងសម្រាប់ភាពជោគជ័យរបស់ខ្លួនឯងនាពេលអនាគត